សូមស្វាគមន៍មកកាន់ Flash News អន្តរជាតិអ៊ីរ៉ង់ព្រមមានប្រដៅលោកត្រាំហើយហៅលោកថាជាមនុស្សវង្វេងស្មារតីដែលកំពុងសុំអង្វរអ៊ីរ៉ង់ចរចាក្រោយប្រធានាធិបតីអាមេរិករូបនេះបានស្រែកប្រកាសក្តីៗថាច្រកសមុទ្រហឺមើជាទឹកដីថ្មីរបស់អាមេរិកហើយលោកត្រាំបានប្រកាសថាច្រកសមុទ្រហឺមើជាទឹកដីថ្មីរបស់អាមេរិកតាមរយៈការបង្ហោះសារមួយនៅលើបណ្ដាញទំនាក់ទំនងសង្គម Trust Social កាលពីថ្ងៃអង្គារម្សិលមិញដោយប្រធានាធិបតីអាមេរិករូបនេះបានចែករំលែកផែនទីនៃច្រកសមុទ្រហឺមើនិងតំបន់ជុំវិញនោះដោយមានការគូររង្វង់លើតំបន់មួយហើយដាក់ស្លាកថាជាទឹកដីថ្មីរបស់សហរដ្ឋអាមេរិកហើយគ្រាន់តែឃើញដូច្នោះទីក្រុងតេហេរ៉ង់ចាប់ផ្ដើមមានប្រតិកម្មភ្លាមៗដោយអនុរដ្ឋមន្ត្រីការបរទេសលោកGaribaldí បានថ្កោលទោសវង្វេងវង្វាន់ស្មារតីរបស់លោកត្រាំនិងបានប្រមានប្រដៅកុំឲ្យប្រធានាធិបតីសម្បូររឿងចម្រូងចម្រាសរូបនេះវង្វេងវង្វាន់ស្មារតីតទៅមុខទៀតភ្លាមបន្ទាប់ពីបានប្រកាសអះអាងសិទ្ធិគ្រប់គ្រងលើច្រកសមុទ្រហឺមើលោកត្រាំក៏បានបញ្ជាក់ថាគ្មានការចរចាឬកិច្ចសន្ទនាណាមួយកំពុងដំណើរការឬត្រូវបានគ្រោងទុកជាមួយនឹងអ៊ីរ៉ង់នោះដែរក្រោយបទជបាញ់រយៈពេល60ថ្ងៃបានផុតកំណត់កាលពីថ្ងៃច័ន្ទលោកប្រធានាធិបតីត្រាំបានអះអាងបន្ថែមយ៉ាងដូចនេះថាការបិទគប់កំពង់ផែអ៊ីរ៉ង់នៅតែមានប្រសិទ្ធភាពពេញលេញខណៈដែលច្រកសមុទ្រហូម៉ូនៅតែបើកចំហនិងដំណើរការជាធម្មតាហើយមីនក្នុងទឹកទាំងអស់ត្រូវបានដកចេញឬបំផ្ទុះចោលរួចរាល់ហើយខណៈដែលលោកត្រាំអះអាងថាគ្មានការចរចាជាមួយនឹងអ៊ីរ៉ង់ស្រាប់តែលោក Abbas Araghchi រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់បានចេញមកឆ្លើយតបវិញភ្លាមថាតាមពិតឥឡូវនេះអាមេរិកទៅវិញទេដែលកំពុងតែសុំចរចាងូចពាក់ព័ន្ធទៅនឹងលក្ខខណ្ឌដែលអ៊ីរ៉ង់បានដាក់ចេញបន្ទាប់ពីបរាជ័យក្នុងការបង្ខំឲ្យទីក្រុងតេហេរ៉ង់ចុះចាញ់នោះស្ដាប់មើលទៅភាគីនីមួយសុទ្ធតែខ្លាំងរៀងខ្លួនហើយនៅតែនិយាយផ្ទុយគ្នាស្រឡះឬច្រកសមុទ្រហឺមើដែលអ៊ីរ៉ង់អះអាងថានៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនប៉ុន្តែបើយោងតាមក្រុមហ៊ុន Kepler ដែលតាមដានចរន្តនាវាចរតាមរយៈការវិភាគលើឧបករណ៍បញ្ជូនសញ្ញានិងទិន្នន័យផ្កាយរណបនោះបានបង្ហាញយ៉ាងច្បាស់ថាអាមេរិកពិតជាអាចគ្រប់គ្រងបានយ៉ាងច្រើនលើច្រកសមុទ្រហឺមើពិតមែនខណៈដែលអ៊ីរ៉ង់បាត់បង់ការគ្រប់គ្រងយ៉ាងច្រើនលើផ្លូវទឹកដ៏សំខាន់មួយនេះដោយក្នុងនោះនាវាជាង 80% ដែលឆ្លងកាត់តាមច្រកសមុទ្រហឺមើបានប្រើប្រាស់ផ្លូវរបស់អូម៉ង់ក្នុងរយៈពេល2សប្តាហ៍កន្លងមកនេះទោះបីជាមានហានិភ័យក៏ដោយកាលពីពេលថ្មីនេះនាវាភាគច្រើនបានសម្រេចមិនអើពើនឹងការទាមទាររបស់អ៊ីរ៉ង់នោះឡើយហើយធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនោះដោយមានការសន្យាផ្ដល់ការការពារពីសម្ដេចកងកម្លាំងជើងទឹកសហរដ្ឋអាមេរិកនេះបើយោងតាម CNN ថោកខ្លាំងណាស់នឹកស្មានមិនដល់យន្តហោះអគ្គិសនីធំជាងគេបំផុតក្នុងលោកចាយអស់ត្រឹម$5អាមេរិកប៉ុណ្ណោះក្នុងការហោះហើរសាកល្បងរយៈពេល27នាទីប្រកបទៅដោយជោគជ័យនៅលើទឹកដីសហរដ្ឋអាមេរិកក្នុងទីក្រុងញូវយ៉កក្រុមហ៊ុន Hertz Aerospace ដែលជាក្រុមហ៊ុនអាកាសចរមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិងបង្កើតឡើងដោយស៊ុយអែតបានបញ្ចេញយន្តហោះអគ្គិសនីគំរូខ្នាតពេញលេញ model X1 មកធ្វើការហោះហើរសាកល្បងលើកដំបូងក្នុងពេលថ្មីនៅឯអាកាសយានដ្ឋានអន្តរជាតិ Plattsburgh ក្នុងគោលបំណងឆ្ពោះទៅបង្កើតយន្តហោះអគ្គិសនីកូនកាត់ ES-30 សម្រាប់ដឹកអ្នកដំណើរបានប្រហែល30នាក់ក្នុងជើងហោះហើរខ្លីៗយន្តហោះអគ្គិសនីគំរូ X1 ធំបំផុតក្នុងលោកបានហោះនៅលើអាកាសរយៈពេលជិតកន្លះម៉ោងដោយឡើងដល់កម្ពស់335ម៉ែត្រដោយវាដំណើរការទាំងស្រុងដោយប្រព័ន្ធរុញច្រានដើរដោយថាមពលអគ្គិសនីដែលអាចផលិតថាមពលបានជាង1មេហ្គាវ៉ាត់ជាមួយនឹងប្រវែងស្លាប32ម៉ែត្រប្រវែងតួខ្លួនជាង23ម៉ែត្រពីក្បាលដល់កន្ទុយនិងទម្ងន់ពេលហោះឡើងលើសពី 11.3 តោននោះយន្តហោះអគ្គិសនី X1 នេះគឺជាយន្តហោះដើរដោយថាមពលអគ្គិសនីដ៏ធំបំផុតដែលធ្លាប់មានក្នុងលោកក្រុមហ៊ុន Hertz Aerospace បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថាគោលដៅចម្បងនៃបេសកកម្មនេះគឺដើម្បីបង្ហាញពីសមត្ថភាពជាក់ស្ដែងនៃការហោះហើរដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធក្នុងកម្រិតមួយដែលអាចប្រៀបធៀបបានទៅនឹងប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរពាណិជ្ជកម្មក្រុមហ៊ុននេះបានបញ្ជាក់បន្ថែមថាអំឡុងពេលហោះហើរសាកល្បងរយៈពេល27នាទីយន្តហោះអគ្គិសនី X1 ចំណាយអស់ត្រឹមតែ$5ប៉ុណ្ណោះ
ការហោះហើរពិសោធន៍ដ៏ជោគជ័យនេះទៀតបានធ្វើឡើងចំពេលមានការកើនឡើងជាបន្តបន្ទាប់នៃតម្លៃប្រេងយន្តហោះនៅលើទីផ្សារពិភពលោកហើយវាគឺជាជំហានដ៏ធំមួយសម្រាប់ផលិតយន្តហោះអគ្គិសនីដឹកអ្នកដំណើរក្នុងជើងហោះហើរក្នុងស្រុកនៅក្នុងតម្លៃថោកៗមិនហ៊ានប្រកែកជាមួយនឹងលោកត្រាំក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថាសម្ពយុទ្ធយោធារួមប្រចាំឆ្នាំរវាងកូរ៉េខាងត្បូងនិងអាមេរិកនឹងត្រូវបានកាត់បន្ថយ6ថ្ងៃតាមសំណើរបស់ទីក្រុងវ៉ាស៊ីនតោនទីក្រុងសេអ៊ូលបានបញ្ជាក់ថារយៈពេលនិងទំហំនៃសម្ពយុទ្ធ Ulchi Freedom Shield ឆ្នាំ2026ត្រូវបានកែសម្រួលដោយសារតែសំណើពីភាគីអាមេរិកសម្ពយុទ្ធនេះនឹងបញ្ចប់នៅថ្ងៃទី21ខែសីហាខណៈដំបូងឡើយក្រុងបិទបញ្ចប់នៅថ្ងៃទី27ឯណោះទេពលគឺកាត់បន្ថយ6ថ្ងៃការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានប្រកាសផែនការកាត់បន្ថយសម្ពយុទ្ធជាមួយនឹងកូរ៉េខាងត្បូងដោយលើកឡើងពីទំនាក់ទំនងដ៏ល្អប្រសើររបស់លោកជាមួយនឹងលោកគីមចុងអ៊ុនមេដឹកនាំកូរ៉េខាងជើងលោកជូហ៊ុយយុនរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបានថ្លែងនៅក្នុងកិច្ចប្រជុំសហភាពថាទាំងមន្ត្រីកូរ៉េខាងត្បូងនិងមន្ត្រីអាមេរិកសុទ្ធតែមិនបានដឹងជាមុនអំពីផែនការរបស់លោកត្រាំនោះទេសេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីអាមេរិកបានប្រាប់កាសែត Wall Street Journal ថាលោកត្រាំកំពុងជំរុញឲ្យជំនួយការរបស់លោករៀបចំកិច្ចប្រជុំមួយជាមួយនឹងលោកគីមចុងអ៊ុនប្រភពព័ត៌មានបានប្រាប់កាសែតនេះថាលោកត្រាំបានពិភាក្សាជាលក្ខណៈឯកជនអំពីការរៀបចំកិច្ចពិភាក្សាដោយផ្ទាល់ជាមួយនឹងលោកគីមចុងអ៊ុនអំឡុងពេលធ្វើដំណើរទៅកាន់តំបន់អាស៊ីនៅពេលខាងមុខដែលទំនោរជានឹងធ្វើឡើងនៅខែវិច្ឆិកាសម្រាប់កិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកអេពិកនៅប្រទេសចិននៅពេលថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងការិយាល័យពងក្រពើកាលពីថ្ងៃច័ន្ទលោកប្រធានាធិបតីត្រាំបានបញ្ជាក់យ៉ាងច្បាស់ជាថ្មីម្ដងទៀតថាលោកសម្រេចកាត់បន្ថយសម្ពយុទ្ធជាមួយនឹងកូរ៉េខាងត្បូងមកពីកូរ៉េខាងត្បូងបដិសេធមិនព្រមជួយយើងបន្តិចបន្តួចតតែសោះជំវិញបញ្ហាប្រទេសអ៊ីរ៉ង់ទៀតហើយមនុស្សយ៉ាងហោចណាស់3នាក់រួមទាំងកុមារម្នាក់ផងដែរបានរងរបួសផ្ទះសម្បែងជាច្រើនខ្នងបានរងការខូចខាតនិងប្រជាជនចំនួន 5000 នាក់បានជួបបញ្ហាដាច់ចរន្តអគ្គិសនីបន្ទាប់ពីមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនមកលើតំបន់មូស្គូតាំងពីល្ងាចថ្ងៃច័ន្ទរហូតដល់ព្រឹកថ្ងៃអង្គារលោកអាន់ដ្រេវូរ៉ូបេវដែលជាអភិបាលតំបន់មូស្គូបានឲ្យដឹងថាយន្តហោះគ្មានមនុស្សបើកទាំងនោះបានកំណត់គោលដៅលើស្រុកជាច្រើននៅខាងក្រៅរដ្ឋធានីរបស់រុស្ស៊ីលោកវូរ៉ូបេវបានបញ្ជាក់ថានៅឯស្រុករ៉ាមីស្គីមានដ្រូនមួយគ្រឿងបានធ្លាក់ចូលនៅក្នុងផ្ទះឯកជនមួយខ្នងខណៈដែលអ្នកស្រុកកំពុងដេកលក់បណ្ដាលឲ្យក្មេងស្រីអាយុ10ឆ្នាំម្នាក់បានរងរបួសដោយសារបំណែកដ្រូនស្ត្រីម្នាក់បានរងរបួសដោយសារបំណែកដ្រូនដែលធ្លាក់ចុះមកក្នុងស្រុក Bogorowski ខណៈដែលបុរសអាយុ27ឆ្នាំម្នាក់ទៀតបានរងរបួសដោយសារបំណែកដ្រូននៅក្នុងតំបន់កូឡូម៉ាការខូចខាតធ្ងន់ធ្ងរបំផុតត្រូវបានរាយការណ៍នៅក្នុងតំបន់ Paluski Pozet ដែលនៅទីនោះដ្រូនបានបង្កជាអគ្គិភ័យបំផ្លាញផ្ទះឯកជនមួយខ្នងក្នុងតំបន់ Kozasti ហើយអគ្គិសនីមួយទៀតបានឆាប់ឆេះដំបូលអគ្គិស្រាប់នៅមួយកន្លែងដែលបង្ខំឲ្យគ្រួសារជាច្រើនត្រូវជម្លៀសខ្លួនចេញជាបន្ទាន់នៅតំបន់ផ្សេងទៀតបំណែកដ្រូនដែលធ្លាក់ចុះមកក៏បានបង្កជាអគ្គិភ័យនិងធ្វើឲ្យខូចខាតអគារមួយចំនួនផងដែរដំបូងឡើយរូបភាពបែបនេះគេឃើញមានតែនៅអ៊ុយក្រែនទេប៉ុន្តែឥឡូវមានធ្លាក់មកលើរុស្ស៊ីវិញហើយលោក Sergei Sobyanin អភិបាលក្រុងមូស្គូបានឲ្យដឹកបន្តថាមានដ្រូនចំនួន180គ្រឿងត្រូវបានបាញ់ទម្លាក់នៅក្នុងតំបន់នោះដោយលោកបានបន្ថែមថាមានដ្រូនសរុបចំនួន620គ្រឿងបានកំណត់គោលដៅវាយប្រហារមកលើទីក្រុងមូស្គូនិងតំបន់ជុំវិញចាប់ពីល្ងាចថ្ងៃច័ន្ទរហូតមកដល់ម៉ោង5ព្រឹកថ្ងៃអង្គារអរគុណលោកនាងកញ្ញាដែលបានតាមដានទស្សនា Flash News អន្តរជាតិ